ប្តីចារាល់ថ្ងៃធ្វើការអីនេះអូនគឺរាល់ថ្ងៃប្តីបងលេងបៃលឹកបៃលអប់ត្រីខហូបលេងហ្នឹងណាការងារប្តីរបស់នាងខ្ញុំអ្នករៀនថ្នាក់តូចទៀបល្មមមើលមិនឃើញចំណុចប្តីនាងខ្ញុំល្អទេដល់តែរៀនដល់ថ្នាក់បណ្ឌិតមិនដឹងថាការងារប្តីរបស់នាងខ្ញុំហ្នឹងគឺជាការងារមានតម្លៃខ្ពស់បំផុតការងាររបស់គាត់នេះបើសិនជាយកប្រពន្ធបែបកញ្ជើធ្លុះមិនមានថ្ងៃនេះទេដល់តែរើសប្រពន្ធសំណាប់យងដីស្រីយងប្រុសបានមានថ្ងៃនេះមនុស្សបច្ចុប្បន្នចូលចិត្តមើងងាយគេហ្មងបងប្អូនចានិយាយចំទោះបីជាអ្នកឯងមានប៉ុន្មានមើងងាយគេធ្វើអីចាហូប3ពេលងាប់ដូចគ្នាហ្នឹងចាបងប្អូនដឹងទេលោកប្តីនឹងខ្ញុំហ្នឹងត្រូវចាខ្សែចិនមើងងាយពេលដែលគាត់រៀនចប់គាត់មានសង្សារដែរប៉ុន្តែខ្សែគេខាងនោះអត់ឲ្យយកប្តីនឹងខ្ញុំទេដោយសារថាអីរៀនត្រឹមចប់បញ្ញាស៊ីអីកើតចង់ឲ្យកូននឹងទៅយកអនិកជនឬក៏អ្នកមានជាងនឹងអញ្ចឹងណាចាក៏ប៉ុន្តែមីមួយនេះនាងខ្ញុំមើលថាប្តីហ្នឹងនៅពេលដែលនាងខ្ញុំយកទៅនាងខ្ញុំមានក្តីសោកតែម្ដងនាងខ្ញុំមើលអត់ខុសទេឃើញទេបងប្អូននួនហ្នឹងបងប្អូនប្រុសច្រើនណាស់ស្រឡាញ់នាងខ្ញុំសិតតែឋានៈអ្នកមានអនិកជនក៏ប៉ុន្តែមីមួយនេះអត់ចង់បានទេចង់បានតងោលនឹងតែម្ដងចាបងប្អូនឃើញទេកុំមើងងាយមនុស្សឲ្យសោះចាប្រវត្តិស្នេហានាងខ្ញុំកំសត់ដែរតាបងប្អូនចាស្រឡាញ់គ្នាពីរនាក់បដូរផ្ដាច់ដូរអាចនេះស៊ីក៏ប៉ុន្តែឪពុកម្ដាយទាំងសងខាងអត់ចូលចិត្តទាំងសងខាងតែម្ដងឪពុកម្ដាយនាងខ្ញុំអត់ចូលចិត្តប្តីនាងខ្ញុំឪពុកម្ដាយក្មេកអត់ចូលចិត្តនាងខ្ញុំចាក៏ប៉ុន្តែពីរនាក់នាងខ្ញុំបងប្អូនតស៊ូរហូតដល់មានថ្ងៃរៀបការយកគ្នាដល់សពថ្ងៃចាស់ហើយនៅតែឈួតទៀតមែនឈួតមែនហ្នឹងអូនគួតមិនដែរប្រម៉ូតចាប្រេនខ្លួនឯងសោះអញ្ចឹងថ្ងៃនេះសូមប្រម៉ូតបន្តិចហើយណាប្រេនរបស់នាងខ្ញុំមាន11មុខក្នុងអនឡាញណាបងប្អូនក៏ប៉ុន្តែនាងខ្ញុំលើកយកមកនិយាយគឺទី1តែម្ដងគឹមជីបែបខ្មែររបស់សថាវិដោយសារតែគឹមជីសថាវិហ្នឹងធ្វើមានកំណត់បងប្អូនហើយមួយបោះដុំធំគេយកអស់រលីងចាកន្លែងខ្លះ20គីឡូ30គីឡូ40គីឡូកន្លែងនេះក្នុងមួយថ្ងៃ50គីឡូតែម្ដងទីតាំងរបស់គាត់ឲ្យយកគឹមជីរបស់នាងខ្ញុំទៅលក់បន្តបងប្អូនគឺនៅម្ដុំផ្សារសម្រងយោងខេត្តតាកែវខាងត្បូងធនាគារហ្វីលីបហាងរបស់គាត់មានឈ្មោះថាហាងប្រហិតសាច់គោគ្មានជាតិគីមីតម្លៃដែលគាត់ដាក់លក់1គីឡូ15,000អត់ថ្លៃទេបងប្អូនចាបានរបស់ល្អហូបរបស់ខ្មែរធានាឆ្ងាញ់បើសិនជាបងប្អូនទិញនាងខ្ញុំអត់សេវាអស់កេស្នោទៀតអញ្ចឹងបងប្អូនជួយគាំទ្រខ្មែរដូចគ្នាណាខ្មែរស្រឡាញ់ខ្មែរហេប្តីចារាល់ថ្ងៃធ្វើការអីនេះអូនគឺរាល់ថ្ងៃប្តីបងលេងបៃលឹកបៃលអប់ត្រីខហូបលេងហ្នឹងណាការងារប្តីរបស់នាងខ្ញុំអ្នករៀនថ្នាក់តូចទៀបល្មមមើលមិនឃើញចំណុចប្តីនាងខ្ញុំល្អទេដល់តែរៀនដល់ថ្នាក់បណ្ឌិតមិនដឹងថាការងារប្តីរបស់នាងខ្ញុំហ្នឹងគឺជាការងារមានតម្លៃខ្ពស់បំផុតការងាររបស់គាត់នេះបើសិនជាយកប្រពន្ធបែបកញ្ជើធ្លុះមិនមានថ្ងៃនេះទេដល់តែរើសប្រពន្ធសំណាប់យងដីស្រីយងប្រុសបានមានថ្ងៃនេះមនុស្សបច្ចុប្បន្នចូលចិត្តមើងងាយគេហ្មងបងប្អូនចានិយាយចំទោះបីជាអ្នកឯងមានប៉ុន្មានមើងងាយគេធ្វើអីចាហូប3ពេលងាប់ដូចគ្នាហ្នឹងចាបងប្អូនដឹងទេលោកប្តីនឹងខ្ញុំហ្នឹងត្រូវចាខ្សែចិនមើងងាយពេលដែលគាត់រៀនចប់គាត់មានសង្សារដែរប៉ុន្តែខ្សែគេខាងនោះអត់ឲ្យយកប្តីនឹងខ្ញុំទេដោយសារថាអីរៀនត្រឹមចប់បញ្ញាស៊ីអីកើតចង់ឲ្យកូននឹងទៅយកអនិកជនឬក៏អ្នកមានជាងនឹងអញ្ចឹងណាចាក៏ប៉ុន្តែមីមួយនេះនាងខ្ញុំមើលថាប្តីហ្នឹងនៅពេលដែលនាងខ្ញុំយកទៅនាងខ្ញុំមានក្តីសោកតែម្ដងនាងខ្ញុំមើលអត់ខុសទេឃើញទេបងប្អូននួនហ្នឹងបងប្អូនប្រុសច្រើនណាស់ស្រឡាញ់នាងខ្ញុំសិតតែឋានៈអ្នកមានអនិកជនក៏ប៉ុន្តែមីមួយនេះអត់ចង់បានទេចង់បានតងោលនឹងតែម្ដងចាបងប្អូនឃើញទេកុំមើងងាយមនុស្សឲ្យសោះចាប្រវត្តិស្នេហានាងខ្ញុំកំសត់ដែរតាបងប្អូនចាស្រឡាញ់គ្នាពីរនាក់បដូរផ្ដាច់ដូរអាចនេះស៊ីក៏ប៉ុន្តែឪពុកម្ដាយទាំងសងខាងអត់ចូលចិត្តទាំងសងខាងតែម្ដងឪពុកម្ដាយនាងខ្ញុំអត់ចូលចិត្តប្តីនាងខ្ញុំឪពុកម្ដាយក្មេកអត់ចូលចិត្តនាងខ្ញុំចាក៏ប៉ុន្តែពីរនាក់នាងខ្ញុំបងប្អូនតស៊ូរហូតដល់មានថ្ងៃរៀបការយកគ្នាដល់សពថ្ងៃចាស់ហើយនៅតែឈួតទៀតមែនឈួតមែនហ្នឹងអូនគួតមិនដែរប្រម៉ូតចាប្រេនខ្លួនឯងសោះអញ្ចឹងថ្ងៃនេះសូមប្រម៉ូតបន្តិចហើយណាប្រេនរបស់នាងខ្ញុំមាន11មុខក្នុងអនឡាញណាបងប្អូនក៏ប៉ុន្តែនាងខ្ញុំលើកយកមកនិយាយគឺទី1តែម្ដងគឹមជីបែបខ្មែររបស់សថាវិដោយសារតែគឹមជីសថាវិហ្នឹងធ្វើមានកំណត់បងប្អូនហើយមួយបោះដុំធំគេយកអស់រលីងចាកន្លែងខ្លះ20គីឡូ30គីឡូ40គីឡូកន្លែងនេះក្នុងមួយថ្ងៃ50គីឡូតែម្ដងទីតាំងរបស់គាត់ឲ្យយកគឹមជីរបស់នាងខ្ញុំទៅលក់បន្តបងប្អូនគឺនៅម្ដុំផ្សារសម្រងយោងខេត្តតាកែវខាងត្បូងធនាគារហ្វីលីប
ហាងរបស់គាត់ទេមានឈ្មោះថាហាងប្រហិតសាច់គោគ្មានជាតិគីមីតម្លៃដែលគាត់ដាក់លក់1គីឡូ15,000អត់ថ្លៃទេបងប្អូនចាបានរបស់ល្អហូបរបស់ខ្មែរធានាឆ្ងាញ់បើសិនជាបងប្អូនទិញនាងខ្ញុំអត់សេវាអស់កេស្នោទៀតអញ្ចឹងបងប្អូនជួយគាំទ្រខ្មែរដូចគ្នាណាខ្មែរស្រឡាញ់ខ្មែរហេហេ